ចាសសូមស្វាគមន៍មកកាន់ Channel ជំនួយការគ្រូបង្រៀនចាសថ្ងៃនេះនាងខ្ញុំនឹងលើកយកចំណុចមួយដែលតាក់ទងទៅនឹងគំរូនៃកិច្ចតែងការបង្រៀនថ្នាក់គូបដែលមានគំរូដូចខាងក្រោមចាសសម្រាប់គំរូនៃកិច្ចតែងការបង្រៀនថ្នាក់គួបគឺមានប៉ុណ្ណឹងចាសប្រសិនបើលោកគ្រូអ្នកគ្រូចូលចិត្តកុំភ្លេចជួយចុច like និងចុច subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតចាសសូមអរគុណច្រើននិងសូមជម្រាបលា